ចំនួនផ្ការបស់ខ្ញុំលេតងបងត្រូវតែប្រញាប់လိုက်រូបផ្កាអូនប្រសិនបើអស់ផ្កានោះហើយទំនាក់ទំនងរបស់ពួកយើងទាំងពីរក៏ត្រូវតែបញ្ចប់ដែររបាយការណ៍មួយនេះខ្ញុំសង្ឃឹមថាកិច្ចប្រជុំទៅរំសាយលោកអគ្គនាយកមិនខ្វល់តែមានបញ្ហាអ្វីទេខ្ញុំតែងតែឃើញគាត់អាចដោះស្រាយបញ្ហាបានយ៉ាងស្ងប់ចិត្តបំផុតក៏ប៉ុន្តែនេះគឺជារកទី1ហើយដែលខ្ញុំបានឃើញគាត់ក្នុងសភាពបែបនេះក្រុមហ៊ុនអ៊ីតាត្រូវផ្លាស់ប្ដូរហើយបងបានចុចថែមហើយតើអូនពេញចិត្តអត់ពេញចិត្តជាងសាឈីមិនក៏ចង្គង់របស់នាងជាប់អញ្ចឹងហេតើលោកសើអ្វីទៅមកជួយប្រាប់កន្លែងសើខ្ញុំបន្តិចទៅមើលខ្ញុំក៏ចង់សើជាមួយលោកដែរខ្ញុំអូតើលោកកំពុងតែនិយាយពីអាភិបមែនទេរឿងអាភិបពិតជាថោកទាបណាស់នាងចង្គង់របស់នាងឡើងពណ៌ខៀវខ្ញុំលេងសើចតើវាយ៉ាងម៉េចអើយចង្គង់របស់ខ្ញុំឡើងជាប់ហើយជាងសាឈីនាងមានចេតនាធ្វើបាបខ្ញុំផងខ្ញុំកំពុងតែប្រាប់លោកថាហេតុអ្វីបានជាចង្គង់របស់យើងប្រែជាពណ៌ជាប់ខៀវបែបហ្នឹងនាងអីយ៉ាខ្ញុំគ្រាន់តែនិយាយលេងទេលោកគឺជាមនុស្សប្រុសអញ្ចឹងគួរតែមិនឈឺនោះទេមិនមែនទេនាងចាំតែមើលទៅលោកប្រធានចៅតើលោកនៅផ្ទះក៏សម្លឹងសម្លក់មើលអ្នកម៉ែរបស់លោកអញ្ចឹងដែរឬមនុស្សស្រីស៊ីសម្ពុតខ្លីអញ្ចឹងគឺដើម្បីមនុស្សប្រុសមើលតើប្រធានចៅអញ្ចឹងលោកស្លៀកពាក់ខោវែងហ្នឹងគឺដើម្បីបិទបាំងចំណុចខ្វះខាតរបស់លោកមែនជាងសាជីមនុស្សមកស្អុយដូចជានាងអញ្ចឹងតើមានមនុស្សប្រុសណាចង់រៀបការជំនាញទៅនៅក្នុងកៅភ្នែកមនុស្សប្រុសដូចជាខ្ញុំឲ្យនាងតែ3បន្ទុកគឺវាច្រើនពេកទៅហើយអញ្ចឹងមនុស្សប្រុសដែលឯករាជ្យដូចជាប្រធានក្រុមនៅក្នុងចិត្តរបស់ខ្ញុំមិនដែលឲ្យបន្ទុកត្រឹមតែ3នោះទេហាបាននិយាយអញ្ចឹងតាំងពីយូរខ្ញុំមិនប្រកាន់នាងទេចាប់និយាយមកខ្ញុំនៅក្នុងចិត្តរបស់នាងតើបានប៉ុន្មានបន្ទុកគឺដកអាណុនឡោជាងសាជីនាងហ៊ានប្រឆាំងខ្ញុំម្ដងជា2ដងហើយណាខ្ញុំនឹងបញ្ឈប់នាងពីការងារនៅទីនេះតើលោកកំពុងតែធ្វើអីហ្នឹងអាយ៉ាលេខាឆិនជាងសាជីនាងបានធ្វើខុសនឹងវិន័យក្រុមហ៊ុនដើម្បីការពារក្រុមហ៊ុនខ្ញុំសម្រេចចិត្តបណ្ដេញចេញពីក្រុមហ៊ុននេះបើលោកចង់បណ្ដេញបុគ្គលិកត្រូវតែទទួលការអនុញ្ញាតពីលោកអគ្គនាយកជាមុនសិនតើលោកមានសិទ្ធិសម្រេចនេះតាំងពីពេលណាមែនទេចេញពីធ្វើការហើយនាងលេខាឆិនគឺជាមនុស្សចំណុចបំផុតរបស់លោកអគ្គនាយកហេតុអ្វីបានជាគាត់ជួយស្រីបិសាចម្នាក់នេះខ្ញុំត្រូវតែស៊ើបឲ្យច្បាស់អ្នកស្រីនេះគឺជាអីវ៉ាន់របស់អ្នកស្រីនៅក្នុងក្រុមហ៊ុនគឺត្រូវតែរក្សាការសម្ងាត់លោកហៅខ្ញុំថាអ្នកនាងចាំងបានទេតើទិញជូនកូនរបស់អ្នកនាងមែនឬត្រូវវាគឺជាសាប៊ូដ៏ល្អបំផុតសម្រាប់ក្មេងៗពិតជាល្អចំពោះកូនមែនអេក្រែងលេខាឆិនមានប្រពន្ធហើយតើមិនក៏គាត់មានកូនជាមួយចាស់សាជីទៀតអូចាស់សាជីលើកនេះខ្ញុំនឹងឲ្យនាងខ្មាស់គេម្ដងមកអ្នកទាំងអស់គ្នាឃើញអត់ពិតជាមិនចេះខ្មាស់គេមែននរណាគេជាអ្នកបិណ្ឌគឺជាលោកមែនទេនេះនិយាយមើលតើនេះមានកូន2នាក់ត្រូវអត់ពិតជាមើលមិនដឹងមែនមិនខុសទេគឺខ្ញុំមានកូន2នាក់ឯងអ្នកទាំងអស់គ្នាឮអត់នាងបានទទួលស្គាល់ការពិតហើយនាងគឺមានចេតនាចង់តាក់ទងលេខាឆិនទាំងដែលលេខាឆិនមានប្រពន្ធកូនហើយពិតជាមិនចេះខ្មាស់គេមែនហ៊ានមួយបង្កាច់ខ្ញុំផងអ្នកដែលមិនចេះខ្មាស់គេហ្នឹងគឺជាលោកនាងហ៊ានវាយខ្ញុំផងតើមានអ្វីកាត់ឡើងលោកអគ្គនាយកជាងសាជីនេះមិនមែនជាបុគ្គលិកល្អទេនេះបំផ្លាញបរិយាកាសនៃក្រុមហ៊ុនទាំងអស់មនុស្សស្រីប្រភេទនេះអញ្ចឹងត្រូវតែបណ្ដេញចេញពីក្រុមហ៊ុនរបស់ពួកយើងតើឯងមានដឹងពីលទ្ធផលពីការមកបង្កាច់លើអ្នកដទៃអត់លោកអគ្គនាយកខ្ញុំមានផុសតាងលោកឃើញអត់លោកឃើញក្មេងអត់ខិនស្លាងទាំងពីរនាក់នេះអត់ហើយបិសាចជាងសាជីថាជាអ្នកម៉ាក់ចាត់ការជាងសាជីលើកនេះនាងចប់ហើយអីអើយលោកអគ្គនាយកហេតុអ្វីបានជាលោកបញ្ជាគេវាយខ្ញុំជាងសាជីនៅទីនេះតើមួយដៃមុនវាយលោកដែលមានភ្នែកអត់ប្រស្រីលោកហ៊ានប្រមាថកូនរបស់ខ្ញុំទាំងពីរផងកូនរបស់លោកអីអើយមួយដៃនេះវាយលោកដែលមិនចេះបែងចែកឲ្យច្បាស់លាស់ហ៊ានប្រមាថប្រពន្ធរបស់ខ្ញុំទៀតជាងសាជីគឺជាប្រពន្ធរបស់លោកខ្ញុំខុសហើយអធិស្ឋានខ្ញុំម្ដងផងមនុស្សដែលដើរមកបង្កាច់គេដូចជាលោកអញ្ចឹងមិនស័ក្តិសមនឹងទទួលបានការលើកលែងពីខ្ញុំទេមិនត្រឹមតែខ្ញុំទេពួកគេទាំងអស់គ្នាក៏អញ្ចឹងដែរត្រៃខ្ញុំអត់ត្រាំជាមួយលោកលេងបានទេទេកុំវាយអីខ្ញុំដឹងខុសហើយតមកទៀតគឺដល់វេនរបស់ខ្ញុំម្ដងឆាប់ថតលោកប្រធានចៅឥឡូវនេះលោកល្បីហើយ